ចាបងប្អូនថ្ងៃនេះសារព័ត៌មានសៀមគេបានចុះផ្សាយក្នុងការទិញរថក្រោះរថពាដៃចូលមកទៀតហើយចាហើយការទិញម្ដងហ្នឹងគឺទិញពីក្រុមហ៊ុនបោះសៀមតែខ្ញុំបានធ្វើវីដេអូពីអាទិត្យមុនហ្នឹងចាអាទិត្យមុនចាអញ្ចឹងគឺទិញពីក្រុមហ៊ុនឆៃសេរីចាដែលមានម្ចាស់ជាជនជាតិសៀមហ្នឹងដែលគេសហការជាមួយនឹងក្រសួងការពារជាតិរបស់ប្រទេសសៀមចាចឹងដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូមុនដែរថាបើគេធ្វើសង្គ្រាមមួយយើងគេអត់ពិបាកក្នុងការរកសភាវុធទេដោយសារគេផលិតខ្លួនឯងបានចាគ្រាន់តែថាក្រុមហ៊ុនហ្នឹងគឺគាត់ផ្ដោតសំខាន់ទៅលើរថពាសដែកចាហើយវាមានអាក្រុមហ៊ុនផ្សេងដែលគេតាក់ទងនឹងដ្រូនអីផ្សេងនិយាយទៅគេមានតាក់ទងនឹងសភាវុធហ្នឹងវាទំនើបជាងយើងហើយគេមានលុយចាចឹងទៅគេនិយាយទៅគេអត់សម្រាប់សោះតែម្ដងចាហើយអញ្ចឹងរាល់ព័ត៌មានដែលខ្ញុំចែករំលែកបងប្អូនយកចិត្តទុកដាក់ស្ដាប់បន្តិចចាកុំប្រហែសអញ្ចឹងរាល់អ្វីដែលខ្ញុំចែករំលែកវាមានជាសាច់ការនិងមិនសាច់ការតែកន្លែងណាសាច់ការក៏យកទៅគិតដោយខ្លួនឯងចាអញ្ចឹងថ្ងៃហ្នឹងគេបានបញ្ជាក់ថាគេបានសម្រេចចិត្តទិញរថពាដៃពីក្រុមហ៊ុនឆៃសេរីចាហើយនៅក្នុងហ្នឹងគេអាចបានបញ្ជាក់ថាប៉ុន្មានគ្រឿងទេគេនឹងកម្រងទិញពីក្រុមហ៊ុនឆៃសេរីនឹងចាគាត់ថាគេបានបញ្ជាក់ថាប៉ុន្មានគ្រឿងចឹងបងប្អូនចាហើយអញ្ចឹងនៅក្នុងហ្នឹងគឺតាក់ទងជាមួយនឹងរថពាដែកដែលមានឈ្មោះថាអាវ៉ាចាអាវ៉ាហ្នឹងគឺមានទំហំ8 គុណនឹង8បើគេនិយាយទៅវាជាសមិទ្ធផលចុងក្រោយរបស់ក្រុមហ៊ុនឆៃសេរីនឹងតែម្ដងចាហើយរថក្រោះហ្នឹងវារៀងទំនើបហើយនឹងទាន់សម័យព្រោះក្រុមហ៊ុនហ្នឹងគេធ្វើទៅតាមតម្រូវការសង្គមបច្ចុប្បន្នហ្នឹងគេហៅថាទំនើបកម្មណាគឺថាឲ្យវាទាន់សម័យចាដើរតាមសម័យកាលអញ្ចឹងណាអញ្ចឹងវារៀងទំនើបវាអាចបើកនៅលើគោកក៏បានក្នុងទឹកក៏បានចាហើយនៅក្នុងនោះគេបញ្ជាក់ពីសមត្ថភាពវាមាន5ចាខ្ញុំនឹងរៀបរាប់តាក់ទងនឹងសមត្ថភាពវាឲ្យបងប្អូនបានដឹងចាហើយទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសមត្ថភាពចុះទឹកចាអញ្ចឹងចំណុចខ្លាំងរបស់វាគឺវាអាចចុះទឹកហែលទឹកបានចាហើយវាអាចមានល្បឿនបើកបានរយៈពេល10គីឡូម៉ែត្រក្នុង1ម៉ោងគេដាក់ក្នុងហ្នឹងបងប្អូនដោយសារវាមានកង្ហារ2នៅខាងក្រោយហ្នឹងគឺជំរុញល្បឿនរថក្រោះនឹងបានបើកបានលឿនចានិយាយទៅលឿនហើយរហ័សទៀតចាហើយនៅក្នុងនោះដែរគេបានបញ្ជាក់ឲ្យតាក់ទងនឹងរថក្រោះហ្នឹងគឺថានៅពេលដែលវាចុះទៅក្នុងតុកឡើងមកលើគោកវិញគឺថាវាប្រហាបានភ្លាមបើនិយាយទៅវាអត់មានស្ទាក់ស្ទើរទេបងប្អូនបើសរុបមកគឺថាវារហ័សហើយលឿនទៀតចាអញ្ចឹងចំណុចពិសេសរបស់វាចាហើយទី2ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការការពារភាពធន់ចាភាពធន់នោះគឺគេផ្ដោតទៅលើតាក់ទងជាមួយនឹងអាគ្រោងឆ្អឹងរបស់វាអញ្ចឹងដៃថែបហ្នឹងដែលខ្ញុំបានបញ្ជាក់ពីវីដេអូមុនដែរគឺគេយកមកពីខាងប្រទេសស៊ុយអែតអញ្ចឹងណាអញ្ចឹងវារៀងធន់ទោះជាត្រូវក្រក់ភ្លើងទូចធំក៏ដោយវាមិនងាយក្នុងការខូចខាតទេចាចេះទៅរៀងខ្លាំងរបស់គេចាហើយមួយទៀតហ្នឹងគឺគេមានប្រព័ន្ធការពារចម្រោះខ្យល់ការពារអាវុធគីមីចាហើយវិជ្ជសាស្ត្រតាក់ទងនឹងអាផ្សែងពុលឬមួយក៏អីផ្សេងទៀតអញ្ចឹងណាបងប្អូនចាហើយពាក់ព័ន្ធជាមួយនឹងចំណុចខ្លាំងរបស់វាទី3ហ្នឹងគឺធម្មពលនិងការចល័តនិយាយទៅវាមានកង់វាដល់8ចា8ហ្នឹងនៅក្នុងវីដេអូមុនខ្ញុំបានប្រាប់ដែរថាចំណុចខ្លាំងរបស់ខាងរថក្រោះរបស់ក្រុមហ៊ុនសៀមហ្នឹងគឺតាក់ទងនឹងកង់វាហ្នឹងទោះជាទៅក្របខ្ទេចនិយាយទៅបែកអីក៏ដោយក៏នៅតែបើកទៅមុខបានអញ្ចឹងណាបងប្អូនចាអញ្ចឹងសមត្ថភាពកង់វាហ្នឹងគឺចំណុចខ្លាំងកន្លែងហ្នឹងដែរចាហើយមិនថាក្នុងទឹកក្នុងភក់ក្នុងដីខ្សាច់អីក៏ដោយគឺថាវាបើកបានលឿនចន្លោះពី110ទៅ100ទៅ110គីឡូម៉ែត្រក្នុង1ម៉ោងដែរចាអញ្ចឹងវារៀងលះចាហើយអាកង់វាហ្នឹងគឺថាទោះជាបែកឬក៏មិនក៏ដោយគឺបត់បែនបានតាមកលៈទេសៈចាហើយទី3ហ្នឹងគឺពាក់ព័ន្ធនឹងប្រព័ន្ធអាវុធនិងបច្ចេកវិទ្យាចាអញ្ចឹងពាក់ព័ន្ធនឹងអាវុធបច្ចេកវិទ្យាហ្នឹងគឺមានទំហំ8 គុណ 8ហ្នឹងគឺវាអាចទ្រទ្រង់សភាវុធធនហ្នឹងបានច្រើនប្រភេទចាហើយមានប្រព័ន្ធបាញ់មីស៊ីលបងប្អូនអញ្ចឹងគេអាចបំពាក់មីស៊ីលប្រឆាំងរថក្រោះឬប្រព័ន្ធការពារដែនអាកាសចាកម្រិតទាបនិយាយទៅវាអាចការពារប្រព័ន្ធដែនអាកាសកម្រិតទាបដែលវាមិនបានខ្ពស់ប៉ុន្តែវាអាចការពារបានចាហើយមួយទៀតហ្នឹងគឺថារថក្រោះហ្នឹងគឺអាចផ្ទុកទាហានបានពី11ទៅ13នាក់នៅក្នុងរថក្រោះហ្នឹងបានណានិយាយទៅដាក់បានច្រើនចាហើយចំណុចទី5ហ្នឹងគឺការប្រើប្រាស់តាមតម្រូវការអញ្ចឹងកែច្នៃតម្រង់ហ្នឹងគឺទៅតាមតម្រូវការហើយតាមពិតទៅខ្ញុំចង់ចេញវីដេអូមួយដែរថាហេតុអីបានក្រុមហ៊ុនហ្នឹងគាត់លក់ដាច់ហើយល្បីនៅលើពិភពលោកយើងគឺនិយាយទៅរៀងលំដាប់តែបងប្អូនគេល្បីខ្លាំងណាដោយសារថាតាក់ទងនឹងគេហៅថាទីផ្សាររបស់គាត់គឺគាត់តម្រូវទៅលើអតិថិជនមិនមែនថាកម្រងគេមកធ្វើ10ចំណុចគឺគេលក់ចេញគឺត្រូវតែ10ចំណុចហ្នឹងត្រង់ភ្លឹងឯង
គឺគេត្រូវកែច្នៃរថក្រោះហ្នឹងទៅតាមតម្រូវការចាគេលើកឧទាហរណ៍ថាបើសិនជាអូស្ត្រាលីទិញយករថក្រោះគេទៅអញ្ចឹងអូស្ត្រាលីត្រូវការអីខ្លះគឺគេដំឡើងរថក្រោះហ្នឹងទៅតាមតម្រូវការប្រទេសអូស្ត្រាលីអញ្ចឹងរាល់រថក្រោះដែលគេលក់ទៅបងប្អូនគឺអត់ដូចគ្នាទាំងអស់ទេគឺទៅតាមតម្រូវការអតិថិជនអញ្ចឹងកន្លែងហ្នឹងហើយគឺជាចំណុចខ្លាំងរបស់ក្រុមហ៊ុនហ្នឹងដែលធ្វើឲ្យក្រុមហ៊ុនហ្នឹងល្បីហើយលក់ដាច់ហើយតម្លៃសមរម្យចាអញ្ចឹងខ្ញុំបញ្ជាក់បន្ថែមតកតងនឹងចំណុចទី5ហ្នឹងវិញចាបកមកចំណុចទី5ហ្នឹងវិញអញ្ចឹងតកតងនឹងរថក្រោះហ្នឹងគឺថាវាអាចកែច្នៃឲ្យនឹងបត់បែនបានចាតកតងនឹងការដឹកជញ្ជូនតបក៏បានធ្វើជាឡានពេទ្យក៏បានហើយធ្វើជាឡានបញ្ជាការដ្ឋានចំណាត់មកពាក់ប្រព័ន្ធរ៉ាដានិងវិទ្យុសកម្មតកតងក៏បានចាអញ្ចឹងចំណុចខ្លាំងវានឹងឲ្យមាន5ចំណុចហ្នឹងនៅក្នុងរថក្រោះហ្នឹងណាបងប្អូនចាហើយអញ្ចឹងគេតកតងនឹងរថក្រោះ Alva ហ្នឹងគឺប្រភេទ Alva 8x8 ជារថក្រោះដែលផ្ដល់ទាំងសុវត្ថិភាពខ្ពស់ហើយរហ័សរហួនសមត្ថភាពប្រយុទ្ធគ្រប់កលៈទេសៈទាំងលើគោកនិងក្នុងទឹកចាអញ្ចឹងចំណុចខ្លាំងរបស់វាគឺមានប៉ុណ្ណឹងបងប្អូនចាហើយនៅពេលដែលខ្ញុំឃើញព័ត៌មានហ្នឹងហើយខ្ញុំរៀងឈឺក្បាលបន្តិចហើយក៏សម្រេចចិត្តថាយកមកចែករំលែកឲ្យបងប្អូនបានដឹងថាគេអត់ឈប់ទេគឺរស់រវើកទាំងលើគោកទាំងខាងទឹកចាគឺនិយាយទៅគេដូចសប្បាយក្នុងការធ្វើសង្គ្រាមហ្មងខ្ញុំមើលព័ត៌មានបងប្អូនគ្រាន់តែថ្ងៃហ្នឹងពាក់ព័ន្ធនឹងការដែលគេសម្រេចចិត្តថាទិញរថពាសដែកហ្នឹងចូលមកថែមទៀតហ្នឹងគឺប្រជាជនគេដូចសប្បាយចិត្តក្នុងការធ្វើសង្គ្រាមហ្មងអញ្ចឹងបងប្អូនដឹងឮហើយក៏នឹងឲ្យព្យាយាមទាំងអស់គ្នាដាស់ស្មារតីសាមគ្គីគ្នាហើយក៏សូមឲ្យក្មេងៗជំនាន់ក្រោយប្រឹងប្រែងរៀនអ្វីដែលខ្លួនឯងចង់ធ្វើកុំទៅតាមសង្គមហើយបើសិនជាអាចសូមគិតជួយដល់ប្រទេសជាតិផងកុំធ្វើអ្វីដែលវាងាយចាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូន